គូស្វាមីភរិយាវ័យចំណាស់មួយគូនេះពួកគេតែងឆ្លុះគ្នាជាប្រចាំថ្ងៃដេកលើក្រែរៀបការជាង30ឆ្នាំពួកគេមិនមានកូនអស់រយៈពេលជាច្រើនឆ្នាំមកហើយជីវិតកាន់តែមើលការចំពោះបានដូច្នេះហើយទើបសម្រាប់ចិត្តអនុវត្តផែនការបន្ទាប់ពីប្រពន្ធរបស់គាត់ដេកលក់នៅពេលយប់គាត់ដើរទៅជិតតុសែនទេវតាដោយស្ងៀមស្ងាត់មុខទល់របស់ព្រះដាក់របស់ដែលបានរៀបចំទុកខ្សែគួរដ៏ល្អមួយត្រូវបានចងជាប់នឹងភ្លើងធូបគាត់កាន់ចុងខាងទៀតនៅក្នុងដៃគាត់ប្រញាប់ត្រឡប់ទៅគេងវិញប្រពន្ធគាត់នៅតែងុយដេកគាត់ទាញយ៉ាងខ្លាំងហើយក៏ធ្លាក់មកដោយការធ្លាក់ភ្លើងធូបនោះបានធ្លាក់មកលើដេកវាត្រូវតែត្រូវបានបំបែកអ្វីដែលប្តីបានធ្វើគឺពិតជាដោយសារតែគាត់មានអារម្មណ៍អន់ចិត្តគាត់រាល់គ្នាធ្វើការតាំងពីព្រលឹមរហូតដល់ប្រឡប់ហត់ណាស់ខ្ញុំចង់ធ្វើការងារខ្លួនឯងដល់ឆ្អឹងហើយរកស៊ីដោយល្អតែប្រពន្ធគាត់អត់ធូបបន់ស្រន់ព្រះពេញមួយថ្ងៃដោយរវើវាយពឹងផ្អែកលើការការពារដ៏ទេវតាដើម្បីដល់ពេលប្រមូលផលច្បាស់ណាស់ចំណូលដែលរកបានដោយការខិតខំប្រឹងប្រែងរបស់ប្រពន្ធគាត់យកទៅទិញធូបទៀននិងដង្វាយផ្សេងអស់លុយច្រើនហើយបន់ទេវតាឲ្យជួយកុំឲ្យក្រប្តីដកដង្ហើមធំដោយកំហឹងពេលឃើញតង្វាយមិនយូរប៉ុន្មានអ្នកទាំងពីរបានប្រកែកគ្នាម្ដងទៀតអំពីរឿងមហូបហើយប្តីដោយកំហឹងគាត់ប្រញាប់ទៅតង្វាយមុននោះទាញធូបដែលឆេះចេញគាត់ដើរចេញទៅក្រៅហើយកេះកំភ្លៀងរបស់លើដេកអូនឯអំពីក្របធញ្ជាតិដែលពួកគេអាហារប្រែជាធូបនិងទៀនប្រពន្ធក្មេងនោះភ័យខ្លាចហើយយកវាមកភ្លាមធូបត្រូវបានផ្លុំចេញហើយត្រឡប់ទៅតង្វាយវិញខ្ញុំនៅមុខទោសហើយអធិស្ឋានដល់ព្រះកុំបន្ទោសខ្ញុំនាងនៅតែប្រកាន់យកប្តីរបស់នាងបានសូមឲ្យគាត់សុំទោសជាមួយនាងប៉ុន្តែប្តីរបស់នាងមិនព្រមអ្នកទាំងពីរប្រកែកគ្នាមិនព្រមចោះចាញ់គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើវានៅយប់ព្រំពេគឺនៅលើមាសបានឡើងព្រះនៃទ្រព្យសម្បត្តិពិតជាបានបង្ហាញខ្លួនគាត់ចុះទៅឈរលើតុតង្វាយគាត់បានហោះឡើងហើយទាត់វាចោលធូបនិងទៀនរួចលោតចុះពីតុថ្វាយតង្វាយខ្ញុំស្ទុះទៅចាប់ដៃខ្ញុំហើយនិយាយថាអ្នកប្រមាថខ្ញុំព្រះនៃទ្រព្យសម្បត្តិអ្នកសមនឹងទទួលបានអ្នកបាននិយាយចប់ហើយឥឡូវអ្នកត្រូវអូសចេញខ្ញុំនឹងឃើញស្ដេចនរកពាក្យសម្ដីរបស់ប្តីធ្វើឲ្យប្រពន្ធមានអបិយជំនឿទឹកភ្នែកហូរលើមុខរបស់នាងភ័យខ្លាចគាត់ជីវិតរបស់លោកជួបគ្រោះថ្នាក់ទើបប្រញាប់ប្រញាល់អធិស្ឋានដល់ព្រះនៃទ្រព្យសម្បត្តិនៅតុតង្វាយលោកអាយកុំប្រកាន់ប្តីខ្ញុំអីការពិតប្តីគៀតរៀបល្បិចនឹងសម្ដែងដើម្បីវាដោយសារតែការឆ្លុះប្រកែកគ្នាក្នុងពេលថ្ងៃសម្រាប់តែមានរបស់យើងនេះទេបើមិននិយាយទេអ្នកទាំងពីរនៅតុបាយការបែងចែកបន្លែជ្រលក់អាចនឹងទទួលបានផលមានអ្វីនៅសល់ក៏ដោយតែនំបញ្ចុកនោះអាចនឹងគាត់ឆ្លៀតឱកាសយកប្រពន្ធពេលកំពុងដេកខ្ញុំរៀបចម្រៀងនេះដោយសម្ងាត់នៅក្នុងជុតនោះប្រពន្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្លេងឡើងឃើញថាភ្លើងធូបខូចព្រះត្រូវបានគេដាក់ទោសហើយគេតក់ស្លុតភ្លាមហើយស្លន់ស្លោប្តីឆ្លៀតឱកាសសម្ដែងចូលក្រោកឡើងហើយស្រែកពេលប្រពន្ធគាត់សួរគាត់និយាយខ្ញុំបានប្រមាថទេវតាទ្រព្យនៅពេលថ្ងៃចេញខ្ញុំយកសពយកមិញថាគាត់ទៅពួកគេបានមកទាមទារជីវិតរបស់ខ្ញុំខ្មោចទាំងនោះធ្វើឲ្យប្រពន្ធរបស់គាត់កាន់តែជឿជាក់ដោយមិនមានការសង្ស័យគាត់បាននិយាយថាចំណុចសំខាន់គឺព្រះនៃទ្រព្យសម្បត្តិបានតែផ្ដល់បានតែមួយឆ្នាំទៀតទេបើចង់រស់ត្រូវឡើងភ្នំទៅអុជធូបជារៀងរាល់ថ្ងៃហើយធ្វើឲ្យបានការសម្ដែងប៉ុណ្ណោះដែលអាចពន្យាជីវិតបាននឹងត្រូវគេយកទៅឆ្ងាយហើយជីវិតរបស់ពួកគេនឹងខានមួយទៀតគឺប្រពន្ធត្រូវតម្រូវឲ្យនៅផ្ទះប្រចាំថ្ងៃក្បាញ់សូត្រយើងមិនអាចឈប់មួយផ្លែតបានទេពីព្រោះយើងមានជំនឿលើវិញ្ញាណនាំអំពើបាបចុះពាក្យរបស់ប្រពន្ធទៅកាន់ប្តីដោយមិនសង្ស័យនាងសោកសៅងាកមកដាក់គ្រឿងក្រអូបខ្ញុំបានដាក់របស់របរទាំងអស់ចូលក្នុងកាបូបហើយបានប្រគល់វាឲ្យប្តីនាងហើយសន្យាថានឹងឧស្សាហ៍ត្បាញសូត្រជារៀងរាល់ថ្ងៃដើម្បីប្តីរបស់នាងក្រោយពីសូត្រធម៌រួចប្រពន្ធក៏អង្គុយនៅថ្ងៃបន្ទាប់តែងតែត្បាញសូត្រនៅមាត់ទ្វារប្តីយកធូបមកថ្វាយគាត់បានចេញទៅជាមួយកាបូបរបស់នាងប៉ុន្តែប្តីរបស់នាងឲ្យការអត់ធូបពួកគេដាក់ក្នុងថង់មួយលាក់យកចុកកាប់ហើយចុះទៅស្រែទៅធ្វើការនៅវាលស្រែថ្ងៃកន្លងទៅប្រពន្ធបានត្បាញសូត្រកាន់តែច្រើនឡើងរាល់ពេលដែលប្តីចេញទៅក្រៅទៅផ្សារដើម្បីលក់សូត្រគាត់បានលក់បានតម្លៃសមរម្យហើយបន្ទាប់មកគាត់និយាយថាខ្ញុំនឹងយកលុយទាំងអស់ពីការលក់ទិញធូបនិងទៀនទៅថែមទៀតប្រពន្ធបានស្ដាប់ហើយខំប្រឹងយ៉ាងខ្លាំងពេលវេលាមួយឆ្នាំកំពុងឈានចូលប្រពន្ធមានការព្រួយបារម្ភជារៀងរាល់ថ្ងៃគាត់មិនដឹងថាពួកគេពីរនាក់នឹងទទួលបានការអភ័យទោសឬអត់ស្វាមីវិញដូចជាមិនមានអ្វីកើតឡើងគាត់តែងតែយកកាបូបដាក់របស់សែងចេញពីផ្ទះប្រពន្ធនៅផ្ទះគិតបន្ថែមយ៉ាងណាក៏ដោយខំប្រឹងត្បាញសូត្របន្ថែមទៀតចុងក្រោយគាត់បានអស់កម្លាំងតាក់ដៃយំសោកនៅលើទល់នៅខាងក្រៅមានសម្លេងមកពីក្រៅគាត់បានឃើញស្វាមីកាន់កូនធំមួយនឹងយកអ្វីមកជាច្រើនហើយកំពុងច្រៀងត្រឡប់មកវិញប្រពន្ធបានឆ្ងល់មិនយល់ថាអ្វីកើតឡើងស្វាមីបានសើចសប្បាយប្រពន្ធបានសួរយ៉ាងភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងពីវាសិក្សាគាត់បានស្រក់ទឹកភ្នែកយ៉ាងខ្លាំងស្វាមីបានបញ្ជាក់យ៉ាងឆាប់រហ័សថាការពិតគឺគាត់ជាអ្នកកុហកប្រពន្ធកាលមួយឆ្នាំគឺគាត់អ្នកបង្កើតឡើងរហូតដល់ពេលនេះប្រពន្ធបានយល់ដឹងថាទ្រព្យសម្បត្តិទាំងអស់ត្រូវបានរកដោយដៃទាំងពីរការត្រៀមខ្លួននិងវិធីលឿនគឺជាវិធីបំភ្លេចចាប់តាំងពីពេលនោះមកប្តីប្រពន្ធមិនមែនត្រូវបានគេពេញចិត្តក្នុងការគោរពព្រះពួកគេបានធ្វើការយ៉ាងខ្លាំងពួកគេក៏រស់យ៉ាងមានក្តីសុខរហូតទៅសូមអរគុណដែលបានទស្សនាសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលបានទស្សនារឿងជាច្រើនទៀត KSK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមគ្គីពួកអាចោស៊ីមវិនី